របៀបផ្ទេរឯកសារពី iPhone ចាស់ចូល iPhone ថ្មីហើយយើងចូលភាសាមកហើយចុចទៅមុខហើយយើងចុចទៅមុខទៀតដើម្បី connect Wi-Fi ចូលសិនហើយបញ្ជាក់ទូរស័ព្ទទាំងពីរហ្នឹងត្រូវដាក់ Wi-Fi ទាំងពីរឲ្យមាន Wi-Fi ទាំងពីរបានយើងអាចផ្ទេរឯកសារទៅទាំងអស់បានហើយខ្ញុំ connect Wi-Fi ចូលហើយទូរស័ព្ទចាស់ខ្ញុំគូ connect Wi-Fi ដែរហើយ back ទៅក្រោយដល់ទៅនេះយើងចាក់ចុចវាបិទគ្រឿងមួយផ្លែតសិនចាក់សោវាផ្លែតសិនចាក់សោវាបិទគ្រឿងផ្លែតមកចុចបើកវិញមកខាងទូរស័ព្ទចាស់យើងលោតចេះចុចអា Q មកហើយវាឲ្យ scan កាមេរ៉ាមួយទៀត scan អញ្ចឹងមករងចាំវាបន្តិចទៅចេញ Q web នេះយើងចុចលើទូរស័ព្ទចាស់យើងមួយទៅ set up ហើយក្រុមចាំវាបន្តិចទៀតទៅវាកំពុងតែដំណើរការបដាហើយទូរស័ព្ទថ្មីដូចបែបនេះយើងចុច Q ដែរមកចុចតាមខ្ញុំរហូតចឹងមកនេះយើងយក password ទេយើងចុច done ទៀតយើងចុច Q មកត្រង់នេះដែរឲ្យវាយ password ID ទូរស័ព្ទចាស់យើងចូលមកយើងគណិតចូល ID រួមគ្នាហើយចុច Q ទៀតមកសាប់ថ្មីជាដល់ថ្មហើយរៀបចំដល់សាកវាដែរដល់កន្លែងនេះចុច Q នឹងទៀតមកហើយជឿចង់បើកក៏បានអត់ក៏បានចុចដូចខ្ញុំអញ្ចឹងទៅរងចាំវាបន្តិចទៀតអាហ្នឹងសាកភ្លើងអត់ចូលដោតដៃមួយដោតចូលដោតសាកភ្លើងចូលចុច Q តាមវារហូតមកហើយចុច Q ទៀតមកដោតសាកវាស្រួលសិនបាទចូលហើយរងចាំវាបន្តិចទៅអាហ្នឹងវីដេអូហ្នឹងខ្ញុំអត់សូវកាត់វាផងវាធ្វើអញ្ចឹងឲ្យស្រួលមើលអ្នកធ្វើលើខលស្រួលត្រង់កន្លែងនេះដែរវាសួរpassword ID ផ្សេងមួយទៀតយើងអត់ស្គាល់ផង
cầm thì là cho password IDផ្សេង transfer មកអត់បានហើយឥឡូវ transfer ហើយកន្លែងហ្នឹងខ្ញុំកាត់រៀងលឿនតិចឯង transfer ចប់ហើយវាលុតគ្រឿងទូរស័ព្ទថ្មីលុតគ្រឿងទូរស័ព្ទចាស់យើងបានជោគជ័យហើយយើងមិនបាច់ចុចអីទៀតទេបើយើងចុចអា Q នោះអានោះនេះចុចខាងក្រោមហ្នឹង not now មកបើចុចខាងលើវាត្រូវ erase reset ទូរស័ព្ទចាស់យើងចោលហើយយើងអត់ reset ទេយើងចុចក្រោមមកពេលនេះវាផ្ទេរឯកសារបានមកជោគជ័យហើយផ្ទេរឯកសារមកហើយយើងចុចតាមនឹងរហូតមក activate បើកទូរស័ព្ទបើកកម្មវិធីវាថ្មីមកវិញមកយើងអាចប្រើបានហើយតែសោនេះយើងដាក់ទេដល់មួយមកដល់ password ដែរទៅ agree ចុចទទួលមកហើយចាប់ផ្ដើមហើយវាចេញមកចេញកម្មវិធីឥឡូវយើងផ្ទេរឯកសារបានសម្រាប់ហើយពីទូរស័ព្ទមួយទៅទូរស័ព្ទមួយបានសម្រាប់ហើយអាខាងដោតឌុយហ្នឹងទូរស័ព្ទថ្មីអាខាងដោតឌុយទូរស័ព្ទចាស់បាទសូមអរគុណជំរាបលា